ស្ដីអ្នកទាំងអស់គ្នាហ្នឹងហើយខ្ញុំមកពី skin care ដែលខ្ញុំប្រើនៅក្នុងខែហ្នឹងហើយនិយាយទៅស្បែកមុខខ្ញុំដូរ skin care ទៅតាមប្រភេទខែដូចទៅខែក្តៅខែត្រជាក់ខែភ្លៀងធ្លាក់ខ្យល់អីចឹងទៅមុខខ្ញុំវាប្រែប្រួលទៅតាមអាកាសធាតុទាំងអស់អញ្ចឹងដំបូងគេគឺ toner របស់ Jomiso yes ខ្ញុំអាចប្រើខ្ញុំមិនដឹងright meal អានេះបសម្រាប់ខ្ញុំវាសូវាអត់ណាស់ណាមែនវាអត់ដូចពួក nitty អីអាហ្នឹងវាល្អជាងហើយខ្ញុំអានេះខ្ញុំរ៉េតឲ្យវា7ដល់10បន្ទាប់មកទៀតផាប់ថៃតែខ្ញុំស្ដាញ់វាខ្លាំងផាប់ថៃនេះនៅពេលដែលយើងលាបទៅវាធ្វើឲ្យ skin care ផ្សេងៗហ្នឹងឆាប់ងាយចូលមុខរបស់យើងហ្នឹងតែបងខ្ញុំទីកម្លាំងអ្នកទាំងអស់គ្នាគួរតែមាននេះមួយនៅក្នុងផ្ទះមកអានេះខ្ញុំរ៉េតឲ្យ10លើ10មកបន្ទាប់មកទៀត collagen redox shot ខ្ញុំធ្លាប់ប្រើមួយទៀត redox shot តែអត់ collagen នេះខ្ញុំអត់ដឹងថាខ្ញុំអាចនឹងស៊ាំជាមួយវាមិនដឹងចំពោះស្បែកមុខខ្ញុំប៉ុន្តែអានេះវាអត់សូវឈឺដូចអា redox shot ធម្មតាពួក collagen នេះប៉ុន្តែប្រើបានផលដូចគ្នាអ្នកទាំងអស់គ្នាស្បែកមុខខ្ញុំស៊ាំមកខ្ញុំប្រើវារាល់ថ្ងៃមកនេះអញ្ចឹងខ្ញុំប្រើអានេះរាល់ថ្ងៃបន្តមកទៀតអ្នកទាំងអស់គ្នា Asian របស់ Mixo អ្នកទាំងអស់គ្នាខ្ញុំទៅ start ប្រើបានដូចជាមួយខែជាងប៉ុន្តែនិយាយរីសាំងវាខ្ញុំអាចឲ្យដល់តែ5 3កន្លះលើ10វាល្អមុខខ្ញុំរោលខ្ញុំប្រើនេះបាច់ហើយអ្នកទាំងអស់គ្នាឆ្ងល់ទេតើ Asian វារាវចឹងខ្ញុំក៏ដឹងដែរថាគេមិនបានផលិត Asian មករាវគ្រីមភ្នែកនេះរបស់ HSY ដែរ yes វាអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំមានដកក្រោមភ្នែកខ្មៅលាបជុំវិញវាមកពេលយប់អានេះខ្ញុំរ៉េតឲ្យវា7លើ10តែខ្ញុំអត់សូវប្រើដោយសារភ្នែកខ្ញុំវាអត់គ្រីមនេះខ្ញុំអាចឲ្យដល់អាណនអ្នកទាំងអស់គ្នាខ្ញុំប្រើ3ទីវិញគ្រីម3 4